នេះគឺជាច្រមុះជ្រូកអាំងហើយច្រមុះជ្រូកអាំងនេះដែរគឺខ្ញុំប្រើប្រាស់សាច់ច្រមុះជ្រូកហ្នឹងចំនួន1គីឡូ3ខាំហើយមុននឹងយើងយកទៅធ្វើគឺយើងត្រូវលាងនិងធ្វើការស្រោសវាជាមុនសិនការស្រោសនេះយើងអាចស្រោសឬស្ងោរវាពីចន្លោះពី5ទៅ10នាទីទៅហើយបន្តមកទៀតបាទយើងចាប់ផ្ដើមផ្សំគ្រឿងការផ្សំគ្រឿងដែរគឺមានដូចតទៅមានដូចជាព្រឹកប្រេងខ្យងចំនួន4ស្លាបព្រាបាយហើយនឹងទឹកស៊ីអ៊ីវខាប់1ស្លាបព្រាបាយស្ករស1ស្លាបព្រាបាយ2ចេងកន្លះស្លាបព្រាបាយខ្ទឹមយើងអាចចិញ្ច្រាំឬក៏បុកក៏បានដែរហើយម្សៅស៊ុបរ៉ឹតនេះចំនួនកន្លះស្លាបព្រាបាយហើយសាច់ដែលយើងស្រោសរួចនេះគឺយើងស្រង់វាយកមកដាក់ខាងក្រៅមកសាច់នេះដែរបើយើងស្រោសយើងអាចដាក់ជាមួយនឹងគល់លក្រីជាមួយលក្រូចតិចទៅដើម្បីកាត់ក្លិនហើយបន្ទាប់ពីយើងស្រង់វាយកមករួចគឺយើងត្រូវចាក់វាបន្តិចណាយើងយកសមនឹងចាក់វាឲ្យសោះសាច់បន្តិចទៅដើម្បីងាយស្រួលក្នុងការដែលយើងប្រឡាក់គ្រឿងនៅពេលដែលយើងចាក់វាបានសោះសាច់ល្អការប្រឡាក់គ្រឿងរបស់យើងក៏វាចូលជាតិល្អដែរហើយបន្តមកទៀតគឺយើងយកក្រដាសស្អាតមួយយើងផ្ដិតយកទឹកដែលសើមនៅលើសាច់នឹងចេញគឺយើងផ្ដិតវាឲ្យស្ងួតល្អហើយបន្តមកទៀតបានយើងចាក់វាម្សៅទៀតដើម្បីឲ្យសាច់ហ្នឹងវាកាន់តែចាប់ចូលជាតិល្អតែម្ដងយើងធ្វើបែបនេះគឺគ្រប់ដុំទាំងអស់រាល់ដុំទាំងអស់ដែលយើងចាក់ហ្នឹងគឺយើងចាក់ឲ្យសព្វសាច់ហើយបន្ទាប់មកយើងដាក់ចូលទៅក្នុងគ្រឿងដែលយើងលាយរួចអញ្ចឹងដុំនីមួយៗគឺមានទំហំប៉ុណ្ណឹងយើងកុំឲ្យធំពេកក៏មិនឲ្យតូចពេកងាយស្រួលយើងដាក់អាំងបន្ទាប់ពីចាក់សព្វមកគឺយើងនឹងកូរច្របល់ជាមួយគ្រឿងហើយគ្រឿងនេះដែរដូចខ្ញុំបានរៀបរាប់ពីខាងមុខអញ្ចឹងការដែលយើងប្រឡាក់គ្រឿងនេះគឺយើងត្រូវរៀបចំប្រឡាក់វាផ្អាប់ទុកប្រហែលជា5នាទីទៅយ៉ាងតិច5នាទីឬក៏បានយូរជាងនឹងទេកាន់តែល្អដើម្បីឲ្យគ្រឿងចូលជាមួយសាច់នឹងបានសព្វល្អតែម្ដងចឹងនៅពេលដែលយើងចាក់រួចរាល់អស់យើងចាប់ដើមផ្អាប់វាទៅប្រឡាក់វាឲ្យចូលជាតិជាមួយគ្រឿងហ្នឹងតមតិចរហូតដល់វាសព្វសាច់សព្វអស់យើងយកវាទៅរក្សាទុកទៅហើយសម្រាប់ការអាំងនេះដែរយើងអាចអាំងជាមួយនឹងចង្ក្រានធ្យូងក៏បានដែរបើសិនជាអាំងចង្ក្រានធ្យូងវាឈ្ងុយល្អតែវាពិបាកក្នុងការមើលបន្តិចយើងត្រូវប្រែត្រូវឲ្យបញ្ញាប់ណាតែបើយើងជ្រើសចង្ក្រានអគ្គិសនីវាងាយស្រួលយើងគ្រាន់តែដាក់ទៅហើយកំណត់ចំនួនភ្លើងចំនួននាទីចោលទៅដល់ម៉ោងគឺយើងមកប្រើគឺជាការស្រេចហើយចំពោះសាច់ជ្រូករបស់ខ្ញុំនេះដែរគឺខ្ញុំជ្រើសយកចង្ក្រានអគ្គិសនីដោយសារតែវាងាយស្រួលក្នុងការអាំងចឹងនៅពេលអាំងនេះគឺគ្រាន់តែកំណត់ម៉ោងកំណត់នាទីទៅដល់ម៉ោងយើងមកត្រឡប់មើលថាវាមិនទាន់ឆ្អិនទេគឺយើងថែមនាទីទៀតចឹងទៅតែបើសិនអ្នកទាំងអស់គ្នាដាក់ចង្ក្រានធ្យូងគិតថាវាប្រហែលជាឆ្ងាញ់ជាងចង្ក្រានអគ្គិសនីផងតែយើងត្រូវចំណាយពេលអង្គុយប្រែនិងត្រឡប់វារហូតដល់តែវាឆ្អិនមុខម្ហូបនេះដែរគឺសាមញ្ញទេយើងអាចធ្វើវានៅផ្ទះបានដោយខ្លួនឯងហើយយើងអាចញ៉ាំវាជាមួយបាយឬក៏យើងអាចយកទៅញ៉ាំជាមួយនឹងភេសជ្ជៈត្រជាក់ផ្សេងផងដែរហើយសម្រាប់មុខម្ហូបនេះយើងអាចញ៉ាំជាមួយទឹកប្រហុកក៏បានជាមួយនឹងទឹកត្រីកោះកុងក៏បានដែរឬអមផ្ទាប់ជាមួយនឹងបន្លែដូចជាខ្ទឹមបារាំងឬក៏សាឡាត់អីផ្សេងជាដើមហើយដូចខ្ញុំបាននិយាយខាងដើមអញ្ចឹងគឺសាច់ជ្រូកនេះខ្ញុំបានយកទៅអាំងជាមួយនឹងចង្ក្រានអគ្គិសនីហើយក្នុងការអាំងនេះនៅពេលដល់នាទីដល់ម៉ោងយើងដកវាមកមើលទៅបើសិនជាវាមិនទាន់ឆ្អិនយើងអាចប្រែឬក៏យើងចាក់សមបន្ថែមឬក៏លាបទឹកខ្សោះបន្ថែមទៅបន្ទាប់មកទៀតយើងដាក់វាចូលចង្ក្រានវិញទៅដើម្បីយើងសេរីនាទីបន្ថែមទៀតហើយសាច់នេះដែរគឺខ្ញុំអាំងម្ដងបានប៉ុណ្ណឹងអញ្ចឹងយើងត្រូវចំណាយពេលអាំងហ្នឹងវាច្រើនដងដោយសារតែចង្ក្រានអគ្គិសនីនេះវារាងតូចដែរណាហើយសាច់នេះក៏បានចាក់បន្ថែមពីលើបន្តិចដើម្បីយើងលាបគ្រឿងបើយើងលាយបន្ថែមបន្តិចទៀតយើងធ្វើបែបនេះដើម្បីឲ្យវាចូលជាតិកាន់តែល្អនៅពេលដែលឆ្អិនទៅគឺរសជាតិវាឆ្ងាញ់ល្មមតែម្ដងបន្ទាប់ពីយើងលាបគ្រឿងដែលទឹកសុះដែលយើងលាយហើយហ្នឹងដែលយើងប្រឡាក់ហ្នឹងគឺយើងលាបវាហើយយើងដាក់ចូលចង្ក្រានអគ្គិសនីវិញទៅនាទីនេះយើងអាចដាក់ម្ដង30នាទីឬអាចកម្តៅវិញយើងដាក់ចន្លោះពី200ទៅ200ជាងអីទៅដល់ម៉ោងយើងមកពិនិត្យមើលទៅហើយបើសិនជាយើងខ្លាចយើងដាក់ម្ដង10នាទី15នាទីអីអាស្រ័យតាមតែយើងខ្លាចលឿនពេកឬយឺតពេកហើយនេះគឺជារូបភាពដែលខ្ញុំបានអាំងឆ្អិនរួចរាល់គឺវាមានសភាពបែបហ្នឹងហើយយើងហូបទៅគឺវាមានរសជាតិល្មមតែម្ដងវាមិនដិតពេកក៏មិនសាបពេក
បើសិនជាយើងមានទឹកត្រីមានអីយើងអាចបន្ទាប់ជាមួយបន្លែទៅគឺវាមានរសជាតិឆ្ងាញ់ហើយសម្រាប់បន្លែខ្ញុំអត់បានរៀបចំឲ្យច្រើនទេគឺមានតែខ្ទឹមបារាំងនិងសាឡាដអត់បានរៀបចំឲ្យស្អាតទេហើយទឹកត្រីកោះកុងមានតែប៉ុណ្ណឹងទេ